ជំរាបសួរពុកម៉ែបងប្អូនបាទថ្ងៃនេះខ្ញុំបានដាក់ប្រើ100ទៀតហើយនឹងយើងដូរកន្លែងថ្មីទៅសារតែទឹកតានេះវាច្រើនគួរសមហើយនេះខ្ញុំកំពុងតែដើមរាវមើលថាលោពេលមានត្រីឬអត់បងប្អូនហើយយើងកញ្ជុះវាទឹករៀងជ្រៅដែរអញ្ចឹងហើយដាក់ពេលថ្ងៃវាមិនដូចជាងដាក់ពេលយប់ទេពុកម៉ែបងប្អូនហើយនេះកន្លែងនេះត្រីធំបងប្អូនតែជាងគេវានៅក្នុងព្រៃហ្នឹងហើយក្នុងព្រៃហ្នឹងសម្បូរត្រីមែនតើមិនតែសម្បូរត្រីទេសម្បូរទាំងសត្វទៀតបងប្អូនកុំតែយើងចេះប្រយ័ត្នដែរសារទឹកជ្រៅហើយព្រៃអញ្ចឹងយើងខ្លាចមានពស់មានអីអញ្ចឹងណាបងប្អូនអញ្ចឹងយើងមិនសូវហ៊ានដាក់ចិត្តព្រៃខ្លាំងទេបើសិនជាដាក់ចិត្តព្រៃប្រហែលជាសម្បូរត្រីជាងដាក់ក្បែរព្រៃណាពីកន្លែងហ្នឹងខ្ញុំធ្លាប់មកបងទឹកមុនម្ដងទឹករីងឥឡូវចាប់ដើមភ្លៀងមួយមេនេះគឺជន់ទៀតហើយពុកម៉ែបងប្អូនខ្ញុំកំពុងតែសាវមើលត្រីផ្សាយយើងទំដាក់ថ្មីពេកអញ្ចឹងណាពុកម៉ែបងប្អូនចឹងវាដាក់ថ្មីចឹងវាមិនសូវមានត្រីដែរហើយខ្ញុំកំពុងតែកាយកោះរាវកន្លែងដាក់មើលថាតើជើងវាចិត្តឬអត់សម្រាប់ដាក់ប្រើ100ហ្នឹងឬក៏លបហ្នឹងគឺត្រូវយើងដាក់ជើងវាឲ្យដល់ដីកុំឲ្យមានប្រហោលពេលអញ្ចឹងទេគឺត្រីចេញតាមក្រោមអស់ហើយអញ្ចឹងយើងត្រូវរាវប៉ះវាឲ្យស្អាតនៅខាងក្រោមហ្នឹងស្កត់ឲ្យស្អាតដើម្បីត្រីយើងចូលបានចូលអញ្ចឹងពុកម៉ែបងប្អូនហើយទឹកខាងក្រោមនេះគឺទឹកហូរទេហើយខ្ញុំនេះឥឡូវឡើងមកវិញគឺអត់បានត្រីទេហើយយើងទៅមើលកន្លែងដែលទឹកហូរមកពីលើកន្លែងទឹកហូរមកពីលើនេះគឺទឹកច្រើនហើយនិយាយពីទេសភាពវិញនិយាយថា10លើ10ពុកម៉ែបងប្អូននិយាយថាល្អទេសភាពអែមហើយទឹកពេញស្រែភាសាតែភ្លៀងមួយមេធំឥឡូវពេញស្រែហើយពុកម៉ែបងប្អូនណាខ្ញុំភ្លៀងខ្លាំងដល់ហើយតព្រឹកយើងនឹងមកលើកមួយសារទៀតហើយថ្ងៃនេះខ្ញុំដាក់លបដល់2ពុកម៉ែបងប្អូន